នេះជារូបភាព highlight នៃការប្រកួតរវាងក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យជាមួយនឹងបាត់ដំបង United ការប្រកួតនេះធ្វើឡើងនៅម៉ោង 3:30 នាទីនៅទីលានបាល់ទាត់ក្នុងវិទ្យាល័យដេជោសែនសំរោងខេត្តឧត្តរមានជ័យនេះជាសប្តាហ៍ទី3បាទការប្រកួតនេះបាទគឺមុននឹងធ្វើឡើងក៏មានការគោរពព្រះជាតិនៃព្រះរាជាណាចក្រកម្ពុជារបស់យើងឯកសណ្ឋានអាវពណ៌ក្រហមគឺក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យឯកសណ្ឋានពណ៌ខៀវគឺក្រុមបាល់ទាត់បាត់ដំបង United ការប្រកួតក្រោមការដឹកនាំរបស់អាជ្ញាកណ្ដាលជួនចិនបាទយើងឃើញចាប់ផ្ដើមការប្រកួតភ្លាមបាទក្រុមម្ចាស់ផ្ទះឧត្តរមានជ័យក៏មានឱកាសច្រើនដែរយ៉ាងណាក៏ដោយកន្លែងនេះឱកាសរបស់ត្រាយវិចិត្រទាត់1-2តែបាល់នេះបាទមិនចំគោលដៅនោះទេវិចិត្រទស្សនារូបភាពវិចិត្រកັບហើយកັບទៀតក៏ទាត់មកបាល់នេះរំលងរបាទីមិនទាន់អស់នៅឡើយក្រុមបាល់ទាត់បាត់ដំបង United ក៏ព្យាយាមបាទទាត់តែមិនចំគោលដៅទេបាល់លើកចេញពីជ្រុងបាទពីកីឡាករម្ចាស់អាវលេខ10រត់សំណាងហើយកន្លែងនេះឱកាសរបស់រាជបញ្ជូនបាល់ឲ្យមិត្តរួមក្រុមហើយទីបំផុតបាទកីឡាករតាំងពិសីក៏ទាត់បញ្ចូលទីកាប់ចានបានសម្រេចឲ្យក្រុមបាទសូរាជបញ្ជូនបាល់ចេញហើយតាំងពិសីក៏លូតទាត់បានសម្រេចគ្រាប់បាល់នាំមុខ1-0នៅនាទីទី26មិនទាន់អស់ចិត្តបាទកីឡាករត្រាយវិចិត្រក៏បញ្ជូនបាល់ចេញហើយមិត្តរួមក្រុមរបស់គេរត់សំណាងក៏ទាត់បញ្ចូលទីលើដំបូលទូកបានសម្រេចគ្រាប់ទី2នៅនាទីទី28បាទនេះរូបភាពដែលរត់សំណាងទាត់បាទល្អមែនទែនបាទ2-0គិតត្រឹម28នាទីយ៉ាងណាក៏ដោយត្រាយវិចិត្រព្យាយាមទាត់ឲ្យមិត្តរួមក្រុមរត់សំណាងតែត្រូវបង្កកំហុសហើយអាជ្ញាកណ្ដាលក៏ឲ្យបាល់11ម៉ែត្របាទទីបំផុតជាចន្ទរាក៏ទាត់បញ្ចូលទីបាល់11ម៉ែត្រនៅនាទីទី32 3-0បាទយើងឃើញហើយការប្រកួតនេះកាន់តែអស្ចារ្យបន្ថែមទៀតសម្រាប់ក្រុមភ្ញៀវនៅចុងវគ្គទី1នាទីទី43កីឡាករតាំងពិសីបន្ថែមគ្រាប់ទី2របស់ខ្លួននិងជាគ្រាប់ទី4ឲ្យបាត់ដំបង United ចប់វគ្គទី1បាត់ដំបង United នាំមុខ4-0ទៅលើគូប្រកួតចូលដល់វគ្គទី2បាទយើងឃើញថាបាទការប្រកួតកាន់តែអស្ចារ្យដែរបាទសម្រាប់ការប្រកួតវគ្គទី2បាទឲ្យមានគ្រាប់បាល់កើតឡើងបាទជាច្រើនគ្រាប់ទៀតពិសេសគឺគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះបាទយ៉ាងណាក៏ដោយយើងឃើញហើយនេះឱកាសហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺមានផ្លត់បាល់ចូលទីខ្លួនឯងនៅនាទីទី48ដោយកីឡាករវឿនខាវីបាទវឿនខាវីបាទបន្ទាប់ពីកីឡាកររត់សំណាងកាត់បាល់ចូលហើយខាវីក៏ធ្វើឲ្យមានកំហុសចូលទីខ្លួនឯងនៅនាទីទី48បាទហើយនៅនាទីទី63ក្រុមបាល់ទាត់បាត់ដំបង United បន្ថែមគ្រាប់ទី6បាទដោយកីឡាករដូចូលគង់រាត្រីបាទនេះរូបភាពដែលរាត្រីទាត់បញ្ចូលទីបានសម្រេចឲ្យក្រុមរបស់គេនាំមុខ6-0យ៉ាងណាក៏ដោយនាទីដែលនៅសេសសល់បាទឧត្តរមានជ័យក៏មានឱកាសដាក់សម្ពាធទៅវិញហើយក៏រកបានគ្រាប់បាល់នៅនាទីទី76ដោយសំភក្តីបាទសំភក្តីគឺជាអ្នកបន្ថែមបន្ទាប់ពីបាល់ផ្លាតចេញពីអ្នកចាំទីបាទទាត់មួយជើងល្អឲ្យក្រុមកាត់បន្ថយគម្លាតនៅមុខ1-6បាទទាំងនេះបាទកន្លែងនេះហើយក៏ជាឱកាសដ៏ល្អបន្ថែមទៀតនៅចុងម៉ោងនាទីទី90+3កីឡាករចិនឈៀនក៏រត់ហើយក៏ទាត់បញ្ចូលទីបានសម្រេចទោះបីជាខ្សែការពាររបស់ក្រុមបាល់ទាត់បាត់ដំបង United ព្យាយាមប្រជែងតែប្រជែងអត់ឈ្នះចិនឈៀនទេបាទគ្រាប់ទី2របស់ឧត្តរមានជ័យកាត់ឡើងនៅនាទីទី90+3ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង